សៀមរាបសម្រាប់អ្នកដែលនិយមឡើងភ្នំឬធ្វើដំណើរកម្សាន្តបែបធម្មជាតិភ្នំក្រោមសៀមរាបគឺជាកន្លែងដ៏ស័ក្តិសមបំផុតដែលមិនគួរមើលរំលងប្រសិនបើលោកអ្នកមានដំណើរកម្សាន្តទៅសៀមរាបកុំហួសភ្លេចទៅគយគន់សម្រស់ភ្នំក្រោមដែលមានចម្ងាយត្រឹមតែ12គីឡូម៉ែត្រពីក្រុងសៀមរាបភ្ញៀវទេសចរភាគច្រើននិយមឡើងភ្នំក្រោមដើម្បីគយគន់ទេសភាពខេត្តសៀមរាបនិងមើលថ្ងៃលិចជាលក្ខណៈក្រុមគ្រួសារឬដៃគូស្នេហាជាដើមឡើងដល់កំពូលភ្នំក្រោមភ្លាមអ្នកនឹងឃើញផ្ទះរបស់ប្រជាជននិងទិដ្ឋភាពវាលស្រែលាតសន្ធឹងដាច់កន្ទុយភ្នែកលោកអ្នកអាចសម្រាកស្រូបខ្យល់អាកាសដ៏បរិសុទ្ធបន្ធូរអារម្មណ៍ជាមួយនឹងទេសភាពវាលស្រែនិងផ្ទៃទឹកលើវាលស្រែវាលសន្ធឹងភ្នំក្រោមសៀមរាបមិនត្រឹមតែជាកូនភ្នំតូចមួយនោះទេពោលគឺមានវត្តអារាមចំណាស់ជាច្រើនជាប់នៅនឹងជើងភ្នំដែលភ្ញៀវទេសចរអាចចូលទៅទស្សនានិងបួងសួងសុំសេចក្តីសុខភ្នំក្រោមគឺជារមណីយដ្ឋានទេសចរវប្បធម៌ធម្មជាតិស្ថិតនៅជាប់មាត់បឹងទន្លេសាបខេត្តសៀមរាបជាភ្នំធម្មជាតិដែលកើតឡើងព្រមគ្នាជាមួយនឹងភ្នំគូលែនភ្នំបូកនិងភ្នំបាខែងតាំងពីឆ្នាំ150លានឆ្នាំមកធម្មជាតិនៃភ្នំទាំង3លើវាលរៀបបានដើរតួជានិមិត្តរូបឋាននៃកៃឡាសរបស់ព្រះឥសូរនិងទេពពីរសំខាន់ទៀតគឺព្រះនរាយណ៍និងព្រះព្រហ្មនេះគឺជាមូលដ្ឋាននៃជំនឿក្នុងព្រះព្រហ្មសាសនាដែលព្រះមហាក្សត្រសោវរ្ម័នទី1ប្រសពព្រះតីជ្រើសរើសភ្នំទាំង3កសាងប្រាង្គប្រាសាទព្រមគ្នាគឺប្រាសាទភ្នំក្រោមនេះប្រាសាទភ្នំបូកនិងប្រាសាទភ្នំបាខែងដែលអាចផ្គុំគ្នាបង្កើតជាប្លង់ត្រីកោណប្រៀបដូចជាក្បាលក្រពើនៃបណ្ដុំផ្កាយក្រពើដែលមានមហាប្រាសាទនគរវត្តខាងក្នុងប្រៀបដូចជាភ្នែកក្រពើដោយឡែកប្រាសាទភ្នំក្រោមនេះកសាងឡើងនៅចន្លោះគ្រិស្តសករាជ889និង910ជាមួយនឹងថ្មបាយក្រៀមសម្រាប់ធ្វើជារបងនិងថ្មភក់សម្រាប់បន្ទុករៀបប្រាង្គកំពូល3និងឧទ្ទិសថ្វាយអាទិទេពចម្បងទាំង3អង្គគឺព្រះសិវៈក្នុងប្រាង្គកណ្ដាលព្រះនរាយណ៍ក្នុងប្រាង្គខាងឆ្វេងឬខាងជើងនិងតម្កល់បដិមាព្រះព្រហ្មក្នុងប្រាង្គខាងស្ដាំឬប្រាង្គខាងត្បូងប្រាង្គទាំង3នៃទេពត្រីបូទិសដែលបែរមុខទៅរកទិសខាងកើតទីដែលមានហោត្រៃ4នៅខាងមុខក្នុងបរិវេណកំផែងទំហំ50ម៉ែត្រ4ជ្រុងមានកម្ពស់ប្រហែល137ម៉ែត្រខ្ពស់សមឈ្មោះឋានកៃឡាសរបស់ទេពម្ចាស់ព្រះឥសូរលម្អដោយក្បាច់ល្អសោភ័ណតាមរចនាប្រាសាទភ្នំបាខែងប្រាសាទភ្នំក្រោមប្រឡោមលាយជំនឿអ្នកតាសាសនាព្រលឹងបានឈរត្រឹងទ្រាំបាំងកម្លាំងខ្យល់មិនខ្វល់ពីកម្ដៅថ្ងៃចាំដីដូនតាទូថ្មព្រះឆារបេះទ្រុឌទ្រោមក៏ប្រាសាទភ្នំក្រោមប្រងនៅបន្តកំដរក្នុងសួនបុរាណឋានទំហំប្រមាណ400គីឡូម៉ែត្រការ៉េស្ថិតនៅចម្ងាយ12គីឡូម៉ែត្រពីក្រុងសៀមរាបប្រាសាទភ្នំក្រោមក៏ដូចជាប្រាសាទភាគច្រើននៅតំបន់អង្គរត្រូវបានពុទ្ធសាសនិកទេវតាបានគ្រប់គ្រងនិងរក្សាធ្វើជាទីវត្តអារាមនិងជាទីសក្ការៈសម្រាប់សហសាសនិកទូទៅតាំងពីសតវត្សទី15មកបច្ចុប្បន្នប្រាសាទភ្នំក្រោមកើនប្រជាប្រិយភាពស្ទុះសាយទេសចរជិតឆ្ងាយសប្បាយដើរលេងហាត់ប្រាណលំហែកាយាគយគន់សូរិយារៀបសង្កត់